ta probiotic គឺជាអីគេអញ្ចឹងវីដេអូនេះនឹងប្រាប់អ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នា welcome back ជួយខ្ញុំទៀតហើយខ្ញុំចេញហួយស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូមួយនេះគឺខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាតើពួក probiotic ហ្នឹងគឺជាអីអញ្ចឹង probiotic ហ្នឹងគឺជាត្រីល្អឬក៏មេជីវិតតូចៗដែលមានជីវិតដែលរស់នៅក្នុងរាងកាយរបស់យើងភាគច្រើនវានៅក្នុងពោះវៀនវាជួយរក្សាតុល្យភាពក្នុងប្រព័ន្ធម្ល៉េះអាហារដោយសារតែវាទៅតស៊ូប្រឆាំងជាមួយនឹងបាក់តេរីអាក្រក់ដែលបង្កជំងឺតួនាទីសំខាន់របស់ probiotic គឺវាជួយរំលាយអាហារជួយបំបែកអាហារដែលរាងកាយយើងពិបាករំលាយដោយខ្លួនឯងជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រហែល 70-80% នៃប្រព័ន្ធការពាររាងកាយស្ថិតនៅក្នុងពោះវៀនដូច្នេះបាក់តេរីល្អវាជួយឲ្យយើងមិនងាយឈឺហើយកាត់បន្ថយការរាកនិងចុកពោះវាជួយឲ្យពោះវៀនរបស់យើងធ្វើការបានទៀងទាត់និងកាត់បន្ថយការរអាហឹមពោះឬក៏រាកដោយសារតែថ្នាំផ្សះហើយនឹងជួយផលិតនៅវីតាមីនមួយចំនួនដូចជាវីតាមីន K ហើយនិងវីតាមីន B ហើយប្រភពរបស់ probiotic ហ្នឹងគឺយើងអាចបានមកតាមរយៈអាហារផ្អាប់ធម្មជាតិដូចជាពួកយ៉ាអ៊ូគីមជីស្លាយណាតូឬក៏ជ្រក់ដែលធ្វើតាមបច្ចេកទេសត្រឹមត្រូវមួយទៀតគឺអាហារអំប៉ុនមានជាប្រភេទម្សៅគ្រាប់ថ្នាំឬក៏ទឹកញ៉ាំដែលមានលក់តាមសស្ថានច្រើនមែនតើអញ្ចឹងនៅពេលណាដែលយើងគួរតែប្រើ probiotic គឺនៅពេលដែលយើងមានអាការៈភើចុកពោះឬក៏ហើមពោះញឹកញាប់ក្រោយពេលដែលប្រើប្រាស់ថ្នាំផ្សះរួចព្រោះដោយសារតែថ្នាំផ្សះក៏វាសម្រាប់ទាំងបាក់តេរីអាក្រក់ហើយនិងបាក់តេរីល្អក្នុងពោះវៀនដែរអញ្ចឹងអ្នកដែលគាត់មានបញ្ហាទល់លាមកឬក៏រាករ៉ាំរ៉ៃក៏អាចប្រើបានដែរហើយសូមបញ្ជាក់ផងដែរថា probiotic គឺជាបាក់តេរីល្អដោយផ្ទាល់ prebiotic វិញគឺជាអាហារដែលសម្រាប់បាក់តេរីល្អដូចជាជាតិសរសៃក្នុងបន្លែផ្លែឈើអញ្ចឹងវីដេអូមួយនេះគឺមានប៉ុណ្្នឹងទេអ្នកនរគ្នាអញ្ចឹងបើសិនជាមានចំណុចអាច comment នៅខាងក្រោមវីដេអូឬក៏ឆាតតាមរយៈ page របស់ខ្ញុំបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ